ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីប្រមូលបច្ច័យកសាងសាលាធម្មសភាវត្តភ្នៀតសឹមប៉ែលីខ្ញុំប្រកាសណាអាត្មាភាពប្រជាអធិការព្រះសង្ឃលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តភ្នៀតសឹមប៉ែលីនិងសប្បុរសជនជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីប្រមូលបច្ច័យបន្តកសាងសាលាធម្មសភាថ្មីដែលកំពុងមានការខ្វះខាតអាស្រ័យហេតុដូចបានទូលប្រគេននិងជម្រាបជូនខាងលើខ្ញុំព្រះករុណាអាត្មាភាពសូមនិមន្តនិងគោរពអញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់មេត្តាចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យខាងលើព្រមទាំងចាប់មគ្គផលនិងអនុមោទនាទទួលយកអានិសង្សទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យថ្ងៃអាទិត្យ14កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី28ខែមិថុនាឆ្នាំ2026វេលាម៉ោង 6:30 នាទីព្រឹកប្រគេនជាគូព្រះសង្ឃវេលាម៉ោង 8:30 នាទីព្រឹកបន្តទទួលផ្កាប្រាក់វេលាម៉ោង 10:30 នាទីព្រឹកវេផតហាប្រគេនព្រះសង្ឃវេលាម៉ោង 3:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយអ្នកនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាវេលាម៉ោង 4:30 នាទីល្ងាចដង្ហែផ្កាប្រាក់ជុំវិញព្រះវិហារ3ជុំវេផ្កាប្រាក់ប្រគេនព្រះសង្ឃជាកិច្ចបង្ហាញបុណ្យអ្នកផ្ដើមបុណ្យព្រះចៅអធិការព្រះសង្ឃលោកអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តភ្នៀតសឹមប៉ែលីទាំងមូលបញ្ជាក់កម្មវិធីបុណ្យនេះប្រារព្ធនៅវត្តភ្នៀតសឹមប៉ែលីសង្កាត់ស្នោខណ្ឌកំបូលរាជធានីភ្នំពេញទំនាក់ទំនងទូរស័ព្ទ081 71 44 23ឬ097 86 66 422ឬ096 291 8501សូមអរព្រគុណនិងសូមអរគុណ